បងប្អូនទាំងអស់គ្នាហ្នឹងហើយចឹងថ្ងៃនេះខ្ញុំថតជាមួយនៅ stock ដែលមានតម្លៃចាប់ពី 120000 ចុះក្រោមចឹងសម្រាប់ 120000 ខ្ញុំមាន 2 ដើម 3 ដើម 4 ដើមបងប្អូន 4 ដើមណាហើយសម្រាប់អានេះ 120000 ដូចគ្នាណា 120000 ដូចគ្នាប៉ុន្តែសម្រាប់ iPhone នេះ 120000 គឺបងប្អូនបានទៅតែទូរស័ព្ទទេប៉ុន្តែសម្រាប់ពួក Android 120000 នេះបងប្អូនយកទៅមានឆ្នាំងសាកមានសបកមាន screen ទៅមួយ set ហ្មងណាបងប្អូនយកទៅគឺបងប្រើហ្មងមានទាំង Gmail មានទាំងអីឲ្យទៅមកកាផ្លេណាអូខេចូលខ្ញុំបើកអានេះសិនអានេះអស់ថ្មអានេះY85 បងប្អូនណា RAM 4 memory 64GB សម្រាប់កាមេរ៉ារបស់គេគឺនៅច្បាស់ជារួមទៅដូចខ្ញុំបញ្ជាក់ប្រាប់បងប្អូនអញ្ចឹងតម្លៃវាគឺ$30បងប្អូនយកទៅបានជាមួយនឹងឆ្នាំងសាកបានសបកបាន screen ណាបងប្អូនចាយតែ 120,000 គឺយកទៅប្រើតែម្ដងថ្មវាក៏កាន់ដែរដាក់ SIM បាន SIM 2ដាក់ដំណើរការ SIM Wi-Fi យរួមមួយ AM នេះ Oppo A1K ណាតម្លៃវា 120000 ដូចគ្នាខ្ញុំ free ដូចគ្នាឆ្នាំងសាកសបក screen តម្លៃវាតែ 120000 ទេអានេះ Oppo A12 តម្លៃ 120000 ដូចគ្នាណាបងប្អូនអញ្ចឹងឥឡូវយើងមកមើលជាមួយនឹង Oppo A12 របស់យើងវិញខ្ញុំមកបង្ហាញ spec ឲ្យបងប្អូនទាំងអស់គ្នាមើលអូខេអញ្ចឹង RAM វា3 memory 32GB ណាឥឡូវយើងទៅតេស្តជាមួយនឹងកាមេរ៉ារបស់វាអូខេអញ្ចឹងកាមេរ៉ារបស់វានៅមួយ AM បងប្អូនច្បាស់ទទួលយកបានដូចបងប្អូនឃើញអញ្ចឹងគឺច្បាស់ទាំងមុខច្បាស់ទាំងក្រោយនេះសារកុងខាងមុខគឺសារកុងពលឺបងប្អូនយរួមវានៅមកល្មមយកបានកាមេរ៉ារបស់វាថតគឺច្បាស់ណាដាក់មួយនេះគឺថ្មកាន់សេវាល្អណាដាក់ SIM ដាក់អីមួយ AM ឥឡូវយើងមកមើលស៊េរីផ្សេងវិញម្ដងចូលជាមួយនឹង iPhone ណា iPhone ខ្ញុំមាន iPhone 7G ពណ៌ខ្មៅចំនួន2ដើមតម្លៃនេះ$30អញ្ចឹងសម្រាប់$30ខ្ញុំបញ្ជាក់ជាមួយបងប្អូនឲ្យហើយគឺបងប្អូនយកទៅមានតែទូរស័ព្ទទេណាអត់មានហាងសាអត់មានសបកអត់មាន screen ហើយក៏អត់មាន Apple ID ទៅជាមួយដែរប៉ុន្តែបើបងប្អូនថែមតែ$5ទៀតគឺបងប្អូនបានទៅជា set ហ្មងអញ្ចឹងវានិយាយទៅតម្លៃ 140,000 ណាអញ្ចឹងអានេះមួយ set ហ្នឹងគឺសម្រាប់ 7G នេះខ្ញុំ free ឲ្យបងប្អូនទាំងអស់ណា Apple ID សបក screen ជាមួយនឹងឆ្នាំងសាកមួយឈុតបងប្អូនត្រូវការ 7G ហ្នឹងគឺអាចយក 7G ហ្នឹងបានណាតម្លៃ 120000 តែបងប្អូនចង់បានឈុតតម្លៃ 140,000 សម្រាប់មួយនេះវិញគឺ Oppo A3s តែ 100000 ទេបងប្អូនA3s នេះបងប្អូនយកទៅគឺបានជាមួយនឹងឆ្នាំងសាកសបក screen ណាតម្លៃតែ 100000 ទេអញ្ចឹងបងប្អូនដែលត្រូវការអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទមួយនេះគឺលេខហាងចឹងបងតាក់ទងតាមលេខហ្នឹងមកសម្រាប់ Facebook គឺ Facebook មួយនេះបងប្អូនគឺ Facebook មួយនេះចឹងបងដែលត្រូវការអាចទំនាក់ទំនងមកតាម Facebook ក៏បានតាមលេខទូរស័ព្ទក៏បានដែរណាយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត